បាទសូមជម្រាបសួរប្រិមិត្តរបស់ VOA ដោយការផ្សាយជូនមុននេះបន្តិចអញ្ចឹងគឺនៅថ្ងៃនេះនៅឯវត្តពុទ្ធិការាមហៅថាវត្ត Maryland នៅក្នុងសហរដ្ឋអាមេរិកនេះគឺបើសហគមន៍ខ្មែរមកជួបជុំគ្នាដើម្បីធ្វើពិធីរំលឹកខួប1ឆ្នាំទៅដល់ការស្លាប់របស់លោកបណ្ឌិតកែមលីបាទហើយពិធីនឹងរៀបចំនៅខាងក្នុងវិហារនោះទេឥឡូវនេះខ្ញុំបានអញ្ជើញតំណាងសហគមន៍មួយចំនួនឲ្យគាត់មកខាងក្រៅនេះដើម្បីបង្ហាញនៅចំហរបស់គាត់និងការយល់ឃើញរបស់គាត់តើអ្វីទៅជាអនុស្សាវរីយ៍ដែលលោកបណ្ឌិតកែមលីបានបន្សល់ជូនទៅដល់គាត់បានជាគាត់ខិតខំមកចូលរួមនៅមួយឆ្នាំហើយក៏ដោយនៅមិនភ្លេចនឹងបាទឥឡូវនេះសូមអញ្ជើញស្ដាប់នៅមតិមួយចំនួនរបស់តំណាងសហគមន៍ដែលខ្ញុំអញ្ជើញរបស់គាត់មកទីនេះបាទឥឡូវសូមជម្រាបសួរដំបូងគេនោះគឺព្រឹទ្ធាចារ្យមរិតឆងបាទសូមជម្រាបសួរបាទបាទជម្រាបសួរបាទបាទលោកព្រឹទ្ធាចារ្យអាចប្រាប់បានថាអញ្ជើញមកថ្ងៃនេះក្នុងនាមជាតំណាងឲ្យស្ថាប័នណាដែរបាទខ្ញុំមកថ្ងៃនេះខ្ញុំតំណាងមូលនិធិគ្រឹះសម្ព័ន្ធខ្មែរក៏អង្គការសម្រាប់ធ្វើមនុស្សធម៌បាទតាមខ្ញុំដឹងលោកព្រឹទ្ធាចារ្យមិនមែននៅតំបន់ Maryland នេះទេអញ្ជើញតាំងមកពីកន្លែងណារដ្ឋណាដែរបាទខ្ញុំមកពីរដ្ឋ Washington មានគ្នា4នាក់5នាក់ Washington State ហ្នឹងប្រិមិត្ត Washington State ហ្នឹងគឺឃ្លាតពីទីនេះឆ្ងាយណាស់គឺបើជាយន្តហោះប្រហែលជា5 6ម៉ោងគឺគាត់ម៉ោងខុសគ្នា time zone ខុសគ្នាគឺ3ម៉ោងឯណោះបាទហើយខ្ញុំដឹងថាមកចូលរួមកម្មវិធីថាមហាសន្និបាតខ្មែរហើយក៏ជ្រាបចូលនៅក្នុងកម្មវិធីបុណ្យមួយខួបរបស់លោកបណ្ឌិតកែមលីនេះទៀតតើមានកត្តាអ្វីដែលធ្វើឲ្យលោកព្រឹទ្ធាចារ្យហ្នឹងចងចាំឬក៏សម្រេចចិត្តនៅចូលរួមនៅក្នុងកម្មវិធីរំលឹកវិញ្ញាណក្ខន្ធដល់លោកបណ្ឌិតកែមលីនេះបាទថ្ងៃស្អែកនេះជាថ្ងៃខួបមួយឆ្នាំគឺថាថ្ងៃទី10ម្ល៉េះហើយយើងធ្វើមុននេះមួយថ្ងៃបើស្រុកខ្មែរទៅត្រូវថ្ងៃ10ហើយថ្ងៃនេះគឺថាលោកកែមលីជាបណ្ឌិតវីរៈបណ្ឌិតដែលខ្ញុំធ្លាប់បានស្ដាប់ប្រសាសន៍របស់គាត់ដែលនិយាយមកស្រួលស្ដាប់ស្រួលយល់ហើយស្រួលចាំហើយពលរដ្ឋទាំងអស់តែនិយាយថាគាត់ជាមានសម្លេងមាសហើយគឺថានិយាយមកមានទឹកឡំហើយមានដូចថាសម្ដីរបស់គាត់នឹងឃើញខាងឆាប់យល់ឲ្យឆាប់ចាំហើយមានតម្លៃល្អបាទមានន័យល្អស្រួលចាប់យល់ចាប់ចាំនោះគឺយល់ពីបញ្ហាអ្វីដែរបាទមានបញ្ហាសង្គមបញ្ហាអំពីការថែរក្សាធនធានធម្មជាតិអំពីការពារទឹកដីរបស់ខ្មែរចំពោះប្រទេសជិតខាងបនពារទឹកដីអញ្ចឹងព្យាក្រឹតបាទពីរឿងបញ្ហាធនធានធម្មជាតិហ្នឹងតើអ្វីទៅដែលជាចំណុចសំខាន់ដែលលោកបណ្ឌិតកែមលីបានលើកឡើងហើយលោកព្រឹទ្ធាចារ្យនៅចង់ចាំបានបាទខ្ញុំបានឃើញក្នុង Facebook ហើយក៏ YouTube គាត់តែដើរទៅជួបអ្នកស្រុកទៅតាមភូមិតូចតាចហើយនឹងមានប្រសង់ទៅចំបុយផងជិះអានេះគេហៅស្អីកោយន្តនោះគាត់សុកចិត្តទៅជិះអញ្ចឹងហើយគាត់ធ្វើការជាជីវិតដូចជាអ្នកធម្មតាមិនមានឡានអីណាធំដុំអីជូនគាត់ទេគាត់ជិះហើយកោយន្តហ្នឹងrồiមានលំអកាត់ផុកកាត់ស្ទឹងបានឃើញបាទសូមអរគុណលោកព្រឹទ្ធាចារ្យសូមស្លេះពីលោកព្រឹទ្ធាចារ្យមកព្រឹកហើយសូមងាកមកលោកមីងដែលជាភរិយារបស់លោកព្រឹទ្ធាចារ្យដែរលោកមីងឈ្មោះណាបាទខ្ញុំឈ្មោះសេរីមរិតបាទសេរីមរិតហើយលោកមីងយ៉ាងម៉េចបានជានៅចូលរួមនៅនេះមិនឲ្យតាលោកព្រឹទ្ធាចារ្យចូលម្នាក់ឯងបាទទី1គឺខ្ញុំគ្រួសារគាត់ព្រោះឲ្យខ្ញុំប្តីខ្ញុំធ្វើអីយើងតែពីគ្រួគ្នាហើយយើងមានកំណត់ដូចគ្នាយើងខ្ញុំគ្រប់គ្រងកំណត់និងយោបល់របស់គាត់ចាបាទចុះតើធ្លាប់ស្ដាប់លោកបណ្ឌិតកែមលីនៅពេលដែលគាត់នៅមានជីវិតហើយធ្លាប់សម្ភាសជាមួយវិទ្យុជាមួយរដងបាទខ្ញុំចូលចិត្តស្ដាប់គាត់និយាយព្រោះគាត់និយាយច្រើនលើកច្រើនគ្នាខ្ញុំចូលចិត្តស្ដាប់គាត់ចាព្រោះសម្ដីរបស់គាត់មានន័យទូលំទូលាយហើយគឺថាបើយើងពិចារណាទៅល្អណាស់សម្រាប់សង្គមខ្មែរបាទអាចនឹកយកចំណុចណាមួយដែលធ្វើឲ្យលោកមីងចាំនៅសម្ដីរបស់គាត់ខ្លាំងជាងគេគឺលើប្រធានបទអីដែរបាទចាដោយគាត់និយាយគេតែងដឹងគ្រប់គ្នាពីរឿងគេថាស្រក់ទឹកភ្នែកជូតទឹកភ្នែកហើយដើរទៅមុខពាក្យហ្នឹងមួយគឺតាណាក៏ដឹងដែរចាព្រោះហើយខ្ញុំក៏ចាំជាប់ដោយគេដោយឯងអញ្ចឹងហើយមានពាក្យច្រើនទៀតដែលខ្ញុំមិនបាននឹកព្រោះនិយាយច្រើននឹកទៅបាទខ្ញុំនឹងត្រឡប់មកម្សិលទៀតឥឡូវប្រិមិត្តសូមជួបជាមួយនឹងតំណាងសហគមន៍ជាបន្តទៀតបាទសូមឥឡូវសូមជម្រាបសួរព្រឹទ្ធាចារ្យបន្តទៀតបាទជំរាបសួរបាទលោកពូឈ្មោះដែរបាទ
ខ្ញុំឈ្មោះវ៉ាន់ស បាទហើយលោកពូវ៉ាន់សអញ្ជើញមកតាំងពីរដ្ឋណាដែរបាទ បាទខ្ញុំមកពីរដ្ឋ Washington ដែរបាទខ្ញុំជាសហការីធ្វើការជាមួយនឹងរៀមច្បងលោកម្រិតឆង បាទគឺធ្វើដំណើរមកពីឆ្ងាយដែរដើម្បីចូលរួមនៅក្នុងខាងពិធីបុណ្យនេះបាទតើដូចគ្នានេះដែរតើលោកវ៉ាន់សនៅចងចាំយ៉ាងម៉េចខ្លះអំពីសកម្មភាពឬក៏ពាក្យសម្ដីរបស់លោកបណ្ឌិតកែមដីនោះបាទ បាទមានច្រើនណាស់រួមទៅរៀនច្បងខ្ញុំនេះលោកម្រិតឆងនោះគាត់បានមានប្រសាសន៍ច្បាស់លាស់ហើយបាទសប្តាហ៍ហ្នឹងយើងបានទិញសភៅដែលគេស្រង់សម្ដីរបស់គាត់ទុកខ្ញុំមាន2ក្បាលដែលគេផ្ញើពីស្រុកខ្មែរមកទុកជាត្រូវការអីយើងយកមកមើលបានគ្រប់ទិដ្ឋភាពបាទនិយាយពីរឿងការពារស្រុកនិយាយពីការរឿងធម្មជាតិអីគ្រប់មុខណាប៉ុន្តែខ្ញុំចេះខ្ញុំក្រៅពីហ្នឹងខ្ញុំមានបំណងមួយបាទបំណងមកពីចេះទេមកពីខ្ញុំពីដើមកាលពីខ្ញុំមុនចេញពីស្រុកខ្មែរមកនោះកាលពីខ្ញុំនៅក្មេងនៅឡើយកាលក្នុងស្រុកហ្នឹងខ្ញុំធ្លាប់ធ្វើការនៅក្រសួងនគរបាលចាដូច្នេះខ្ញុំដូចជាមានអានេះគំនិតកង្វល់ពីរឿងការរកយុទ្ធធម៌ជូនគាត់ បាទខ្ញុំនឹងត្រឡប់មកបញ្ហាយុទ្ធធម៌នៅពេលបន្តិចទៀតនៅសំណួរបន្ទាប់ទៀតប៉ុន្តែឥឡូវតើមានចំណុចណាខ្លះទៀតដែលលោកចង់ចាំពីលោកបណ្ឌិតកែមលីបាទធំបំផុតហ្នឹងគឺថាឲ្យយើងពីព្រោះច្រើនណាស់ដែលគាត់និយាយធំបំផុតគឺថាឲ្យយើងជូរទឹកភ្នែកណាហ្នឹងឲ្យធ្វើដំណើរទៅមុខទៀតមាននៅឆ្ងាយណាបាទគឺថាកុំឲ្យយើងខ្វល់នឹងលេងរូបគាត់ធំពេកឲ្យខំធ្វើការទៅមុខទៀតបាទតំណាងយកលេងគេដំណើររបស់គាត់ហ្នឹងមកអនុវត្តមកមើលហើយដើម្បីធ្វើការទៅមុខទៀតបាទនឹងធំ បាទហើយអញ្ចឹងតើលោកពូនឹងធ្វើដំណើរទៅមុខទៀតតាមការផ្ដាច់ផ្ដាំរបស់គាត់ទេបាទបាទអញ្ចឹងបានយើងខំជិះកប៉ាល់ហោះមកពីឆ្ងាយមកមករួបជាមួយបងប្អូនយើងពីព្រោះវាមានការសាមគ្គីបាទបើខ្ញុំធ្វើតែម្នាក់ឯងនៅខៀនកោះហ្នឹងក៏មិនសូវមានធ្ងន់បាទអាហ្នឹងដែលសំខាន់បាទបង្ហាញថាយើងមកពីច្រើនកន្លែងបាទតស៊ូណានឹងរួមសាមគ្គីមែនតើសាមគ្គីជាកម្លាំង សូមអរគុណចោះលោកមីងខាងនេះវិញបាទឈ្មោះដែរបាទ ជំរាបសួរចាខ្ញុំឈ្មោះអែលថាជាគ្រួសាររបស់វ៉ាន់សហើយកាលណាបងវ៉ាន់សទៅកន្លែងណាដែលមានពិធីអីមួយដែលតាក់ទងនឹងរឿងប្រជារាស្ត្រប្រជាពលរដ្ឋខ្ញុំតែងតែដើរតាមគាត់ហើយដល់អញ្ចឹងទៅថ្ងៃហ្នឹងខ្ញុំមកចូលរួមក្នុងកម្មវិធីនេះ បាទឥឡូវសួរលោកមីងទេមកដែរជួបលោកបណ្ឌិតកែមលីដោយផ្ទាល់ទេបាទ ចាខ្ញុំមិនដែលបានជួបគាត់ទេប៉ុន្តែខ្ញុំបានឮសម្លេងគាត់ហើយនឹងសភៅគាត់បានដឹងខ្លះពីអត់បានចាំទាំងអស់ទេបើអាចបញ្ជាក់ចំណុចខ្លះដែលលោកមីងចាំហ្នឹងតែចំណុចកន្លែងណាបាទ ខ្ញុំចាំតែមួយមុខទេដែលថាយើងត្រូវជូតទឹកភ្នែកហើយដើរទៅមុខទាំងអស់គ្នាប៉ុណ្្នឹងទេចា តើអ្វីដែលលោកបណ្ឌិតកែមលីបាននិយាយហ្នឹងគឺមានច្រើនចំណុចណាស់បាទតាក់ទងជាមួយនឹងបញ្ហាសង្គមដូចជាលោកប្រតិចាមរិទ្ធឈងបានលើកអំបញ្ញវិញតើអ្វីដែលគាត់និយាយហ្នឹងតើតាមទស្សនៈរបស់លោកមីងតើគាត់និយាយត្រូវទេបាទ ចាខ្ញុំយល់ថាទស្សនៈគាត់និយាយត្រូវ ត្រូវហ្នឹងត្រូវកន្លែងណាអាចបញ្ជាក់ពីបាន ត្រូវថាឲ្យយើងរួបរวมគ្នាសាមគ្គីគ្នានាំគ្នាធ្វើការតទៅមុខទៀតចាប៉ុណ្្នឹងទេ បាទខ្ញុំនឹងត្រឡប់មកម្ដងទៀតតាក់ទងជាមួយនឹងបញ្ហាយុទ្ធធម៌ណាបាទឥឡូវសូមចង់ងាកទៅបាទលោកខាងនេះម្ដងបាទគឺលោកម៉ុងហេងដែលនៅខាងរដ្ឋ Virginia យើងនេះបាទលោកជំរាបសួរលោកម៉ុងហេងបាទ ជំរាបសួរលោកកឹមសេង បាទលោកម៉ុងហេងអញ្ជើញមកថ្ងៃនេះក្នុងនេះតំណាងឲ្យខាងស្ថាប័នណាដែរបាទ ខ្ញុំមកនេះក្នុងនាមខ្លួនខ្ញុំផ្ទាល់ផងហើយខ្ញុំសង្ឃឹមថាពួកអង្គការដែលខ្ញុំធ្វើការហ្នឹងហៅថាខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ បាទហើយចូលរួមពិធីនេះតើនៅចងចាំចំណុចណាខ្លះពីលោកបណ្ឌិតកែមលីដែលពេលគាត់រស់នៅមានជីវិតគាត់បានចូលរួមចំណែកហ្នឹងបាទ ខ្ញុំមិនសូវបានតាមដានពីរឿងកិច្ចការលោកកែមលីប្រហែលទេក្នុងពេលគាត់រស់នៅប៉ុន្តែពេលគាត់ស្លាប់ខ្ញុំបានចាប់អារម្មណ៍ពីរចំណុចទី1គឺថាកិច្ចការរបស់គាត់ដែលគាត់ធ្វើហ្នឹងអត់មានសម្រាប់ខ្លួនគ្រួសារគាត់ធ្វើដើម្បីរកប្រយោជន៍ជូនប្រជារាស្ត្រខ្មែរនិងសង្គមខ្មែរនៅស្រុកខ្មែរមិនខ្លាចស្ដាយជីវិតគាត់មិនខ្លាចជីវិតបោះបង់ជីវិតហើយទី2ដែលសំខាន់បំផុតដែលខ្ញុំចាំមិនភ្លេចគឺគាត់បានសរសេរអត្ថបទមួយពីរឿងដែលអង់គ្លេសគេថា hostile takeover ខ្មែរយើងនិយាយថា
រឹបយករបស់គេដោយបង្ខំឬដោយបន្លំអានេះធ្វើឲ្យខ្ញុំចងចាំមិនភ្លេចក្នុងជីវិត តែគាត់និយាយហ្នឹងត្រឹមត្រូវតាមសភាពការនយោបាយនៅក្នុងប្រទេសកម្ពុជាឬក៏ដើម្បីបម្រើទៅតាមអ្វីដែលជាគំនិតដូចថាយល់ឃើញស្រមើសម័យរបស់គាត់បាទ តាមខ្ញុំយល់ខ្ញុំជឿអ្វីដែលគាត់បានសរសេរនៅក្នុងអត្ថបទពីព្រោះគាត់បានបង្ហាញដើមគាត់ស្រាវជ្រាវទៅថាបានព័ត៌មានពីណាមកសិតតែយកមកពីរដ្ឋាភិបាលកម្ពុជាដែលគាត់យកមកបង្ហាញលេខនោះ បាទសូមអរគុណចុះបាទបងស្រីខាងនេះវិញជាភរិយារបស់លោកបាទបងហេងបាទជ័យចូលជំរាបសួរហើយជ័យចូលរួមហ្នឹងថ្ងៃនេះដោយសារមូលហេតុបានចង់ចូលរួមទាំងគ្រួសារហ្នឹងបាទ ចាខ្ញុំមកនេះចង់ចូលរួមដោយថាមរណទុក្ខរបស់វីរៈបរិសស្នេហាជាតិម្នាក់ដែលគួរកោតសរសើរគាត់មិនខ្លាចលះបង់ជីវិតរបស់គាត់នឹងដោយថាមិនខ្លាចថាគ្រួសារគាត់បែកបាក់គ្នាគឺថាគាត់ស្នេហាជាតិពិតហើយសូមសរសើរចិត្តក្លាហានរបស់គាត់ចាហើយដោយថាជាគំរូដ៏ល្អមួយសម្រាប់ក្មេងៗជំនាន់ក្រោយ បាទសូមអរគុណច្រើនឥឡូវសូមងាកមកលោកបាទលឿងសុភ័ណ្ឌបាទលោកសុភ័ណ្ឌជំរាបសួរបាទជំរាបសួរលោកគឹមសេងបាទលោកសុភ័ណ្ឌអញ្ជើញតាំងពីរដ្ឋណាមកដែរអាចជំរាបជូនប្រិយមិត្តបានទេបាទបាទខ្ញុំជាប្រធានសមាគមខ្មែររដ្ឋ Illinois ហើយខ្ញុំធ្វើដំណើរពីទីក្រុង Chicago State Illinois បាទដើម្បីចូលរួមនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះដែរបាទខ្ញុំមកចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធដើម្បីរំលឹកវិញ្ញាណក្ខន្ធគាត់ដើម្បីឲ្យពលឹងវិញ្ញាណគាត់ជាកម្លាំងចិត្តដល់យើងទាំងអស់គ្នាដែលជាអ្នកស្នេហាជាតិសុខចិត្តលះបង់ជីវិតរបស់ជាតិដើម្បីកសាងនិងស្ដារប្រទេសជាតិឲ្យមានសេរីភាពមកវិញបាទតើចំណុចណាខ្លះដែលលោកចាំនៅសម្ដីរបស់គាត់អាចលើកឧទាហរណ៍មួយពីរបានទេបាទខ្ញុំអាចលើកបានខ្ញុំបានមើល YouTube ហើយមើលស្រាវជ្រាវពីប្រវត្តិគាត់ខ្ញុំជាអ្នកស្រាវជ្រាវដូច្នេះខ្ញុំបានយល់ព្រមអ្វីដែលគាត់ធ្វើ 100% គឺការស្រាវជ្រាវរកការពិតដើម្បីដូចជា research ដើម្បីដូចជា100រាត្រីបណ្ដំណើរ100រាត្រីរបស់គាត់ដែលគាត់ធ្វើដំណើរពីភូមិមួយទៅភូមិមួយដើម្បីស្វែងរកការពិតដើម្បីចែកជូនដល់ប្រជាជនក្នុងប្រទេសឬក្រៅប្រទេសដើម្បីស្វែងរកការពិតថាការពិតនឹងគឺដើម្បីស្រោចស្រង់ប្រទេសយើងចេញពីកណ្ដាប់ដៃរបស់ជនជាតិបរទេសបាទសូមអរគុណតាំងពី Illinois បាទលោកសុភ័ណ្ឌសេងម្ដងមកអញ្ជើញបាទលោកសេងបាទនេះគឺលោកសេងសុភ័ណ្ឌអញ្ជើញមកតាំងពីប្រទេសកាណាដាបាទលោកសុភ័ណ្ឌជំរាបសួរបាទជំរាបសួរលោកកំសែងបាទលោកសុភ័ណ្ឌអាចបញ្ជាក់ប្រាប់ប្រិយមិត្តរបស់ VOA ថាលោកតំណាងឲ្យអង្គការណាបាទខ្ញុំមកនេះក្នុងនាមអង្គការ The Xerox ឬហៅកាត់ថាគណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសមកចូលរួមមហាសន្និបាតកំពូលកាលពីម្សិលមិញបាទហើយថ្ងៃនេះឃើញថាក្នុងកម្មវិធីមានឱកាសមកវត្តពុទ្ធិការាមដែលវត្តដ៏ធំនៅទីក្រុង Virginia នេះបាទដើម្បីចូលរួមរំលឹកខួប1ឆ្នាំនៃការដែលលោកបណ្ឌិតកែមលីត្រូវបានគេធ្វើឃាតបាទតើហេតុអីបានជាធ្វើឲ្យចិត្តលោកនឹងញ៉ាំងចង់នៅចូលរួមនៅក្នុងកម្មវិធីនេះហើយព្រួយមកពីតាំងពីកាណាដានោះឆ្ងាយផងបាទជាឱកាសដែលសម្រាប់ខ្ញុំដែលស្រឡាញ់ការសិក្សារៀនសូត្រខ្ញុំគោរពបញ្ញវន្តហើយជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជាយើងដែលបញ្ញវន្តត្រូវបានគេធ្វើឃាតព្រោះថានៅប្រទេសណាក៏ដោយគេឲ្យតម្លៃទៅលើបញ្ញវន្តគឺបញ្ញវន្តហ្នឹងគេឲ្យតម្លៃហើយគេការពារណាមិនឲ្យមានការប៉ះទង្គិចរហូតដល់ស្លាប់ជីវិតប៉ុន្តែបញ្ញវន្តដែលអ្នកចេះដឹងដូចជាបណ្ឌិតកែមលីហ្នឹងមិនគួរណាត្រូវបានគេធ្វើឃាតនៅកណ្ដាលក្រុងភ្នំពេញដែលយើងស្ដាយក្នុងនាមបញ្ញវន្តដូចគ្នាបាទសូមអរគុណបាទលោកនេះម្ដងលោកបាទកំតឹងបាទដែលជាប្រធានសមាគមខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមានមូលដ្ឋាននៅខាងរដ្ឋធានី Washington នេះបាទលោកកំតឹងជំរាបសួរបាទខ្ញុំជំរាបសួរលោកកំសែងបាទលោកកំតឹងជាអ្នករៀបចំកម្មវិធីនៅថ្ងៃនេះមែនទេបាទបាទពួកយើងមួយក្រុមមានសមាគមហេតុ10សមាគមដែលជួយរៀបចំកម្មវិធីនេះបាទហើយកាលពី7ថ្ងៃខ្ញុំដឹងថាធ្លាប់បានធ្វើម្ដងនៅវត្តនេះណាខាងក្រុមលោកនិងអ្នកដទៃក៏បានចូលរួមរៀបចំឥឡូវមួយឆ្នាំហើយនៅតែរៀបចំទៀតហេតុអីបានជានៅតែចង់ទៅរៀបចំបាទពីព្រោះយើងចង់មកគោរពវិញ្ញាណក្ខន្ធដែលថាអ្នកស្នេហាជាតិខ្មែរយើងដែលបានធ្វើសកម្មភាពស្មោះដើម្បីជួយជាតិដោយលោកកែមលីអញ្ចឹងខ្ញុំចាំថានេះគាត់បានទៅធ្វើថា
project កាត់100ថ្ងៃដើម្បីទៅស្ទាបស្ទង់ជីវភាពរបស់ប្រជាជនខ្មែរនៅតាមស្រុកទូចស្រុកធំទាំងអស់ដើម្បីថាឲ្យដឹងថាពីរឿងការឈឺចាប់របស់គេបានបាទសូមអរគុណប្រិមិត្ត នៅសំណួរចុងក្រោយមួយទៀតតាក់ទងជាមួយនឹងការស្វែងរកយុត្តិធម៌ជូនបណ្ឌិតកែមលីម្ដងយើងដឹងថានៅក្នុងប្រទេសកម្ពុជាគឺខាងរដ្ឋាភិបាលបានចាប់បានឃាតករម្នាក់ឈ្មោះអឿតអាងហើយជួបសម្លាប់នឹងដើម្បីកាត់ទោសឲ្យជាប់គុកមួយជីវិតហើយនៅសហរដ្ឋអាមេរិកនេះក៏មានការតស៊ូទាមទាររកយុត្តិធម៌មួយទៀតដូច្នេះខ្ញុំចង់ដឹងថាតើសហគមន៍ខ្មែរអាមេរិកនេះក៏ទទួលយកបានកម្រិតណាដែរចំពោះអ្វីដែលខាងរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមកនេះបាទឥឡូវសូមងាកមកព្រឹទ្ធាចារ្យមរិតឆងវិញម្ដងឃើញថាឃាតករដែលសម្រាប់លោកកែមលីហ្នឹងតាមខាងរដ្ឋាភិបាលខ្មែរបង្ហាញនេះគឺឈ្មោះអឿតអាងហៅជួបសម្រាប់គាត់ធ្វើឃាតលោកបណ្ឌិតកែមលីហ្នឹងដោយសារតែទឹកប្រាក់ចំនួន$3000ដែលគាត់ថាលោកបណ្ឌិតកែមលីជំពាក់គាត់តើសម្រាប់លោកមួយឆ្នាំក្រោយមកនេះក្រោយពីការធ្វើឃាតតើលោកទទួលយកបានទេនៅអ្វីដែលជាការហេតុផលហើយតើនេះជាការបិទទ្វារនៃយុត្តិធម៌ហ្នឹងហើយឬនៅបាទតាមខ្ញុំតាមដានមកគឺថាដែលឮតាមស៊ីសេរីហោហែមកទាំងខ្ញុំដូចជាអត់យល់ស្របទេពីព្រោះអីកែមលីមានលុយណាឲ្យខ្ចីឲ្យពួកអាងណាឲ្យខ្ចីដល់ចឹងទេតាមប្រព័ន្ធគាត់និយាយណាបាទហើយយុទ្ធធម៌វិញគឺថាដូចជាមិនមានទេអូតណាអូតអាងអឿតអាងហើយនៅហៅថាជួបសម្រាប់ហ្នឹងឈ្មោះក៏មិនសមអីក៏មិនសមណារួចហើយដែលតាមគេស៊ើបសួរទៅដល់គ្រួសារគាត់ទៅក៏ខ្ញុំធ្លាប់ស្គាល់កន្លែងគាត់នៅទៅទៀតស្រុកភូមិហ្នឹងខ្ញុំថាវាអត់សមទេរួចហើយការដែលខាងប៉ូលីសខាងតុលាការដែលធ្វើហ្នឹងគឺអត់មានសមហេតុសមផលសោះតែខ្ញុំស្ដាប់ទៅខ្ញុំមិនអាចទទួលយកបានទេបាទហើយសំណួរចុងក្រោយដែរគឺតើសម្រាប់សហគមន៍ខ្មែរនឹងតើលោកព្រឹទ្ធាចារ្យនឹងធ្វើសកម្មភាពយ៉ាងម៉េចទៀតដើម្បីជួយស្វែងរកយុត្តិធម៌ដល់លោកបណ្ឌិតកែមលីតាមអ្វីដែលលោកយល់ថាមិនទាន់មានហ្នឹងបាទខ្ញុំតាមមើលមានអង្គការខាងនៅ Washington រដ្ឋ Washington នោះមានអង្គការតាមកែមលីFoundation មូលនិធិកែមលីហើយនឹងមូលនិធិមួយទៀតនៅកាលីហ្វ័រញ៉ាក៏មានដែរខ្ញុំមិនបានស្រាវជ្រាវខាងហ្នឹងឲ្យជាច្បាស់ទេហើយខ្ញុំក៏តាមដានហើយខ្ញុំនឹងជូនយោបល់ទៅតាមសមាជិកដែលបើសិនជាគេសួរខ្ញុំថ្ងៃក្រោយបាទសូមអរគុណឥឡូវនេះសូមងាកមកលោកវ៉ាន់សអញ្ចឹងលោកមីងខ្ញុំជូនឱកាសជួយលោកពូហើយនឹងបងគាត់មានប្រសាសន៍បាទតើដោយសំណួរដែលខ្ញុំសួរទៅព្រឹទ្ធាចារ្យមរិតឆងដែរតើលោកយល់ថាអ្វីដែលខាងរដ្ឋាភិបាលកម្ពុជាតុលាការកម្ពុជាប្រឹងប្រែងរកយុត្តិធម៌ជូនវិញ្ញាណក្ខន្ធលោកកែមលីនេះតើលោកទទួលយកបានទេបាទខ្ញុំជំរាបមុនបន្តិចណាខ្ញុំជាធ្វើការនៅក្នុងក្រសួងនគរបាលប៉ូលីសពីដើមចាមើលទៅរបៀបដែលធ្វើការហ្នឹងខ្ញុំសូមទោសខ្ញុំមិនមែនធ្វើមើលងាយមើលថោកឯដល់ប៉ូលីសជាន់ក្រោយគ្នាហើយណាក៏ប៉ុន្តែខ្ញុំទទួលមិនបានទេបាទពីព្រោះឃាតកម្មនេះជាឃាតកម្មវាចំហណាហើយវាមានផ្លូវដែលទៅរកច្រើនណាក៏ប៉ុន្តែអាហ្នឹងយើងវាចំនួនខុសគ្នាហើយធ្វើការខុសគ្នាដូច្នេះប៉ុន្តែគេរួមទៅខ្ញុំមិនយល់ស្របបាទតាមកិច្ចការដែលបានធ្វើឲ្យទេជាពិសេសមិនយល់ស្របនឹងបានន័យថាអឿតអាងនឹងមិនមែនជាអ្នកសម្លាប់ឬក៏យ៉ាងម៉េចបាទអាហ្នឹងខ្ញុំមិនហ៊ានថាពីព្រោះកាលណាយើងរកយុត្តិធម៌យើងទោះតែមានផុសតាំងច្បាស់លាស់បាទគ្រប់នឹងទាំងអ្នកដែលយើងចោតគេណាទាំងអ្នកឆ្លើយអាហ្នឹងធម្មតាវាមានចោតវាមានឆ្លើយនេះដូច្នេះគឺយើងស៊ើបគ្រប់មុខមួយសម័យឥឡូវនោះសម័យដែលគេត្រូវរកផុសតាំងបាទប៉ុន្តែគាត់ថាឧទាហរណ៍យ៉ាងខ្លីវាតិចណាស់ដែលអ្នកសម្លាប់រួចខ្លួនឯងឆ្លើយឈ្មោះថាអ្នកសម្លាប់ជួបសម្លាប់ហ្នឹងវាអស្ចារ្យណាស់អញ្ចឹងតាមជំនាញដែលលោកធ្លាប់ចេះកន្លងមកហ្នឹងគឺបានន័យថាអឿតអាងហ្នឹងធ្វើសកម្មភាពដោយតែម្នាក់ឯងឬក៏អាចមានអ្នកនៅពីក្រោយបញ្ជាគាត់ទៀតខ្ញុំថាមានអ្នកក្រោយច្បាស់ជាមានអ្នកក្រោយបាទជារឿងជាពាក់លុយទេមិនមែនជារឿងជាពាក់លុយទេបាទពីព្រោះយើងគិតថា
กับเพลิงมุ้ยได้เมียนตำลายทลายนะนั่งยาวมาปลานะvớiกับเพลิงนึงเถิดติงเถิดเมียนลุยเชิญไม่เถิดติงยาวมาปลาโดยเฉพาะวิเชิญมุกนะvà bởi dương tam mưa khăn ông ở đây anh ấy đôi chỉ riêng phim dôn muối và cả phim dôn khăm áo á đôi khi này cứ thao về bờ thưa xương cắt đầu ba loan mà tên đấy cứ thao về ai khơi nhà đây ca tầm nhẹ tầm nông kia bị coi khi tầm cam và sao mà còn ហើយចុះសម្រាប់សកម្មភាពទៅថ្ងៃមុខវិញដោយសារលោកមិនជឿថាការស្វែងរកយុត្តិធម៌នៅក្នុងប្រទេសកម្ពុជានឹងជាការពិតតើខាងសហគមន៍ខ្មែររបស់លោកនឹងធ្វើសកម្មភាពយ៉ាងម៉េចទៅដើម្បីជួយរកយុត្តិធម៌ជូនលោកបណ្ឌិតកែមលីបាទយើងនៅខាងក្រោយយើងនៅខាងក្រៅប្រទេសបាទមានលទ្ធភាពតិចណាបាទគ្រាន់តែយើងមានសេចក្តីតូចចិត្តនឹងវាសនារបស់លោកដែលខំការពារជាតិហើយត្រូវគេសម្លាប់ហើយមិនបានរកយុត្តិធម៌ជូនខ្ញុំឃើញក្នុងពេលថ្មីនេះមានក្រុមប្រហែលជា100នាក់ក្រុម100ក្រុមដែលបានសរសេរញត្តិរួមគ្នាលិខិតចំហទៅជូនរដ្ឋមន្ត្រីខាងក្រសួងមហាផ្ទៃដើម្បីឲ្យសូមឲ្យសាររើស៊ើបអង្កេតឡើងវិញខ្ញុំគាំទ្រគំនិតនោះបាទហើយសូមជូនពរឲ្យគេបានជោគជ័យបាទសូមអរគុណបាទសូមអរគុណបាទលោកសុភ័ណ្ឌសេងបាទចុះចំណែករូបលោកវិញយល់យ៉ាងម៉េចដែរអំពីដំណើរការនៃការខិតខំស្វែងរកយុត្តិធម៌ដែលខាងរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមកនេះបាទខ្ញុំតាមដានព័ត៌មានកន្លងមកឃើញថានីតិវិធីក្នុងការស៊ើបអង្កេតរបស់តុលាការហ្នឹងគឺគួរឲ្យខ្មាស់អៀនព្រោះអីឃាតកម្មដ៏ធំមួយហើយយើងសម្រេចកាត់ទោសលោកជួបសម្លាប់យ៉ាងលឿនយ៉ាងតក់ក្រហល់ដោយមិនបានស៊ើបអង្កេតឲ្យល្អិតល្អន់អំពីវីដេអូឃ្លីបដែលចេញជាសាធារណៈលេចធ្លាយមកយើងឃើញថានីតិវិធីនេះគឺសម្រាប់បើសិនតែខ្ញុំជាមន្ត្រីតុលាការវិញគឺខ្ញុំខ្មាស់ខ្លួនឯងព្រោះយើងរៀនសូត្រនៅសាលារៀនយើងដឹងអំពីនីតិវិធីក្នុងការស៊ើបអង្កេតរោគហេតុផលមុននឹងដាក់ទោសជាពិសេសអំពើឃាតកម្មបទអក្រិតនឹងជាអំពើឃាតកម្មមួយដែលសាហាវណាអញ្ចឹងយើងមិនអាចបញ្ចប់នីតិវិធីត្រឹម2អាទិត្យ3អាទិត្យឬក៏1ខែ2ខែទេដូចយើងដឹងហើយនៅស្រុកនេះគេប្រើរាប់ឆ្នាំដើម្បីស៊ើបអង្កេតឥឡូវឮថាព័ត៌មានថាបិទគេហៅថាដុតសំណុំរឿងណាអានឹងគឺជាកំហុសខុសឆ្គងមួយធំសម្រាប់មន្ត្រីតុលាការដែលខ្លួនឯងជាមន្ត្រីតុលាការមានវិជ្ជាជីវៈខ្ពស់យើងត្រូវតែយកវិជ្ជាជីវៈនឹងទៅប្រើប្រាស់ឲ្យកាត់ប្រយោជន៍សម្រាប់ខ្លួនឯងនឹងផងសម្រាប់ប្រជាជាតិផងជាពិសេសគឺយុត្តិធម៌ទាំងអស់គ្នាបាទសូមអរគុណចុះលោកបាទលោកសុភ័ណ្ឌរឿងបាទតើលោកយល់យ៉ាងម៉េចដែរបាទខ្ញុំយល់ថាជួបសម្លាប់អត់មានសមត្ថភាពមានលុយ$3,000ឲ្យលោកបណ្ឌិតកែមលីខ្ចីទេបាទហើយខ្ញុំមិនជឿជាក់អានឹងក្នុងចិត្តក្នុងបេះដូងរបស់ខ្ញុំមិនជឿជាក់ថាជួបសម្លាប់ជាមនុស្សម្នាក់ដែលសម្លាប់លោកបណ្ឌិតកែមលីទេបាទគឺមានអ្នកនៅពីក្រោយខ្នងយ៉ាងច្រើនហើយខ្ញុំមិនដឹងច្បាស់ដែរយើងត្រូវតែរកការពិតយើងត្រូវស្វែងរកការពិតដើម្បីឲ្យឃើញជាច្បាស់តើអ្នកណាជាអ្នកនៅពីក្រោយខ្នងឬអ្នកជួបសម្លាប់នឹងជាអ្នកពិឃាតមែនឬក៏មិនមែនក៏ខ្ញុំមិនដឹងច្បាស់ដែរប៉ុន្តែវីដេអូឃើញគេបង្ហាញប៉ូលីសបង្ហាញមានវីដេអូឃើញជួបសម្លាប់នឹងកេះកៃដើរចូលក្នុងស្តាម៉ាហ្នឹងហើយបាទបើសិនជាគាត់ជាអ្នកសម្លាប់មែនខ្ញុំជឿជាក់ថាមានអ្នកនៅពីក្រោយខ្នងយ៉ាងច្រើនហូរហើយជាអ្នកមានមហាអំណាចយ៉ាងខ្លាំងក្នុងប្រទេសជាតិយើងតែម្ដងបាទសូមអរគុណចាស់លោកមុងហេងបាទលោកយល់យ៉ាងម៉េចដែរបាទចំពោះខ្ញុំទី1រឿងដែលសម្រាប់លោកកែមលីហេតុផលហើយនឹងកាត់ទោសនេះខ្ញុំសូមគាំទ្របងនិងប្អូនពីមុនទាំងអស់ប៉ុន្តែខ្ញុំសូមបន្ថែមថាខ្ញុំអត់ជឿថាលោកជួបសម្លាប់នឹងជាអ្នកសម្លាប់ហើយកាត់ទោសបានឲ្យយុត្តិធម៌ទេពីព្រោះអីយើងមើលកលៈទេសៈវិញលោកកែមលីសម្លាប់ដោយសារលោកតសេអត្ថបទចេញមួយពីរឿងថា hostile takeover គឺថាយករបស់រឹបអូសរបស់គេដោយបន្លំឬក៏ដោយបង្ខំចេញហើយបានស្លាប់បានគាត់ត្រូវស្លាប់គឺខ្ញុំមិនជឿថាជួបសម្លាប់ស្លាប់ដោយរឿង3000ហើយកាត់ទោសបានត្រឹមត្រូវគឺកាត់ទោសដោយបំបត្តិចំណុំរឿងចោលតើលោកមានសង្ស័យអ្នកណាគេនៅក្នុងរដ្ឋាភិបាលកម្ពុជាឬក៏នៅក្នុងប្រទេសកម្ពុជាដែលអាចនឹងមានប៉ះពាល់ដោយសារការសរសេររបស់លោកបណ្ឌិតកែមលីហ្នឹងបាទគេចង់សម្លាប់គាត់បាទខ្ញុំជឿច្បាស់ថាអត្ថបទដែលគាត់សរសេរមានប៉ះពាល់ដល់គេហើយអ្នកដែលត្រូវប៉ះពាល់ជាអ្នកសម្លាប់គាត់បាទហើយចោះលោកបាទលោកប្រធានខាងសិទ្ធិមនុស្សលោកបាទអញ្ជើញមកយ៉ាងយល់យ៉ាងម៉េចដែរបាទ
បាទខ្ញុំយល់ថាការចាប់លោកជួបសម្លាប់នឹងលោកជួបសម្លាប់នឹងគាត់អ្នកសម្លាប់លោកកឹមលីប៉ុន្តែមានអ្នកបញ្ជាពីក្រោយខ្ញុំថាអ្នកមានអំណាចខ្លាំងពីក្រោយបានបញ្ជាឲ្យគាត់សម្លាប់លោកកឹមលីដោយសារដោយបងហេងគាត់និយាយយ៉ាងថានេះថាដោយសារគាត់ស្រាវជ្រាវទៅវាប៉ះទង្គិចលើអ្នកមានអំណាចផ្សេងទីប៉ះពាល់នៅថាអ្នកខ្លះទៅរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាជនឬមួយក៏ដោយថាបំផ្លាញព្រៃឈើអីចឹងនេះហើយដោយសារអ្នកមានអំណាចនឹងខ្លាំងចឹងទៅបើបង្កប់ចឹងទៅក៏គេលះហះបំបត្តិសំណុំរឿងរបស់សម្រាប់លោកកឹមលីនេះដើម្បីកុំឲ្យមានន័យថាការស៊ើបអង្កេតទៅដល់ខោទៅឃើញអ្នកសម្រាប់ពីក្រោយនឹងមានអំណាចខ្លាំងនឹងខ្ញុំយល់អញ្ចឹងបាទខ្ញុំបានឮបងប្អូនឮខាងសំឡេងខាងបរោះច្រើនឥឡូវសូមសំឡេងខាងលោកមីងបងស្រីម្ដងមើលតើគាត់យល់យ៉ាងម៉េចដែរបាទលោកមីងវិញតើយល់យ៉ាងម៉េចដែរអំពីការស្វែងរកយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាហ្នឹងបាទលោកមីងជឿជាក់ទេចាខ្ញុំតែងតែតាមរឿងនៅតាម YouTube តាម Facebook អីចឹងតែខ្ញុំមើលទៅដូចវាមិនតំណងនៃការនេះហ្នឹងវាអត់សមហេតុសមផលហើយមនុស្សជួបសម្លាប់ហ្នឹងគឺថាខ្ញុំបើតាមខ្ញុំមើលទៅថាមនុស្សហ្នឹងមិនលះលហួនជាអ្នកដើរស្លាប់គេទេព្រោះគាត់រត់ទៅត្រើកហើយគាត់ដឹងថាមាននរណាចាំដំដោះគាត់អញ្ចឹងយើងមើលឃើញអញ្ចឹងហ្មងចានេះកំណត់បាទហើយចោះខាងនេះវិញបើមីងខាងនេះមកយល់មិនដែរពេញចិត្តទេយុទ្ធធម៌បានកន្លងមកនេះចាខ្ញុំអត់យល់ស្របទេប៉ុន្តែខ្ញុំសូមអំពាវនាវឲ្យអ្នកដែលជួយកាត់សេចក្តីនេះឲ្យមានក្រសួងសមត្ថកិច្ចគេជួយទៅតាមការគួរសមពោះដូចអត់មានរឿងពិតសោះចាបាទអញ្ចឹងបើខ្ញុំសង្ខេបម្ដងទៀតគឺក្នុងចំណោមបងប្អូនពូមីងដែលនៅកន្លែងនេះគឺអត់មានអ្នកណាដែលជួបលោកបណ្ឌិតកែមរៃដោយផ្ទាល់ទេណាធ្លាប់ស្គាល់ស្នាដៃឮសំឡេងគាត់ទៅតាមកិច្ចការគាត់តាមវិទ្យុអីទេណាបាទចឹងប្រិមិត្តបាទដោយដែលបានជម្រាបជូនឲ្យគឺបងប្អូនពូមីងទាំងអស់នេះគាត់អញ្ជើញមកពីរដ្ឋផ្សេងមករួមគ្នាធ្វើពិធីបុណ្យរំលឹក100ថ្ងៃសំទោស1ឆ្នាំជូនលោកបណ្ឌិតកែមលីបើទោះបីជាអស់លោកទាំងអស់នេះមិនដែលបានជួបដោយផ្ទាល់ប៉ុន្តែឆ្លងតាមរយៈស្នាដៃនិងកិច្ចការដែលលោកបណ្ឌិតកែមលីបានជួយទៅដល់ប្រទេសកម្ពុជានោះគឺពួកគាត់មានការគោរពស្រឡាញ់ជានិច្ចប៉ុន្តែមានសំណួរមួយដែលខ្ញុំសួរថ្ងៃមុននឹងសម្ភាសខ្ញុំសួរលោករឿងសភ័ណ្ឌបាទមានការលើកឡើងចេះគេថាលោកបណ្ឌិតកែមរៃនឹងជួយស្អីខ្លះបានទៅដល់ប្រទេសកម្ពុជាបានរហូតដល់ហៅទៅជាវីរៈបរោះហៅអីអញ្ចឹងបើតាមអ្វីដែលបានបកស្រាយមិញគឺនិយាយទៅតាមសរសេរនិយាយទៅតាមសម្ភារៈដូចទៅឲ្យតម្លៃទៅដល់ជាវីរៈបរោះអ្នកខ្លះទៀតគេខំរំដោះជាតិអ្នកខ្លះគេធ្វើផ្លូវថ្នល់ហ្នឹងបាទខ្ញុំជាអ្នកស្រាវជ្រាវដូច្នេះខ្ញុំឲ្យតម្លៃគាត់យ៉ាងខ្ពស់ជាទីបំផុតនៅការស្រាវជ្រាវនៅការ research ផងគាត់ដែលគាត់ធ្វើដំណើរពីភូមិមួយទៅភូមិមួយក្នុងជុំវិញប្រទេសដើម្បីស្វែងរកការពិតដើម្បីស្រាវជ្រាវរកការឈឺចាប់របស់ប្រជាជននៅទីជនបទវែងឆ្ងាយពីទីក្រុងហើយនឹងបង្ហាញការពិតពីជនជាតិបរទេសដែលបង្ខិតចូលនៅស្រុកខ្មែរតាមព្រំប្រទល់ឬក៏តាមទន្លេសាបគាត់បង្ហាញរូបភាពឲ្យខ្ញុំទាំងអស់គ្នាឃើញច្បាស់តលនឹងភ្នែកទោះបីតែខ្ញុំនៅឆ្ងាយនៅជីកាហ្គោក៏ដោយតែចិត្តខ្ញុំអារម្មណ៍របស់ខ្ញុំគឺនៅជាប់ជាមួយលោកបណ្ឌិតកែមលីជានិច្ចខ្ញុំតាមដានស្រាវជ្រាវហើយយកចិត្តទុកដាក់ជាទីបំផុតនៅការស្រាវជ្រាវនៅការពាក្យនិយាយស្ដីរបស់គាត់គឺគាត់ស្វែងរកការពិតដោយរកន្លែងដែលការពិតដោយយ៉ាងជាក់ស្ដែងមិននិយាយបន្លំទេគឺអ្វីដែលគាត់និយាយគឺសុទ្ធតែចេញមកពីការស្រាវជ្រាវរកការពិតទាំងអស់បាទសូមអរគុណបាទឥឡូវនេះយើងបញ្ចប់ការសម្ភាសន៍តាមនេះហើយកម្មវិធីនឹងធ្វើនៅក្នុងវិហារនៅខាងក្នុងឯនោះទេយើងមិនផ្សាយផ្ទាល់ពីកម្មវិធីនៅខាងក្នុងទេយើងនឹងថតជាវីដេអូដែលនឹងបង្ហោះជូនប្រិមិត្តនៅពេលក្រោយហើយសូមអធិស្ឋានផងដែរមុននេះបន្តិចខាងសាការីប្រាប់ថាមានដាច់អ៊ីនធឺណិតមួយផ្លែតអញ្ចឹងឥឡូវនេះយើងបានផ្សាយតជូនវិញចឹងសូមអធិស្ឋានហើយសូមរងចាំទស្សនានៅសកម្មភាពនៃការធ្វើពិធីបុណ្យនេះតាមកម្មវិធីរបស់ VA នៅពេលក្រោយបាទសូមជម្រាបលាបាទជម្រាបលាទាំងអស់គ្នាបាទជម្រាបលាបាទអរគុណ